ជំរាបសួរអ្នកគ្រូនិងសួស្តីទៅកាន់មិត្តរួមអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះដិនចដាពៅរៀននៅថ្នាក់ទី12កនៃសាលាវិទ្យាល័យព្រៃតុបឡើងមកបញ្យល់អំពីសកម្មប្រមាហើយសកម្មប្រមានេះដែរអ្នកទាំងអស់គ្នាអ្នកខ្លះក៏មានអ្នកស្គាល់ហើយអ្នកខ្លះក៏មិនទាន់ស្គាល់ដែរអញ្ចឹងដើម្បីឲ្យកាន់តែយល់កាន់តែច្បាស់នាងខ្ញុំសូមបញ្យល់អ្នកទាំងអស់គ្នាបន្ថែមចំណុចដំបូងចំណុចទី1នោះខ្ញុំសូមនិយាយអំពីភិនភាគរបស់សកម្មប្រមាអញ្ចឹងសកម្មប្រមាគឺជាសត្វកកេរធំមួយក្នុងចំណោមសត្វកកេរទាំងអស់ដែលមានជើងមុខក្រោយរបស់វាខ្លីៗហើយដងខ្លួនរបស់វាក៏ខ្លីដែរហើយកន្ទុយរបស់វាមានរាងធំហើយនឹងខ្លីត្រចៀករបស់វាតូចជាទូទៅវាមានពណ៌ខ្មៅហើយមានដងខ្លួនកន្ទុយគ្របទៅដោយកម្មសួយរបស់វានឹងគេហៅថាកម្មរបស់វានឹងវែងចាប់ពីចំណុចក្បាលដល់ពាក់កណ្ដាលខ្លួនកម្មរបស់វានឹងតែខ្លីៗដូចជារោមធម្មតាអញ្ចឹងតែដល់ពេលធំពាក់កណ្ដាលខ្លួនរហូតទៅដល់កន្ទុយវានឹងកម្មរបស់វាគឺវែងវាអត់ដូចធំក្បាលដល់ពាក់កណ្ដាលខ្លួនវាទេហើយកម្មសាច់កម្មប្រមានឹងវាមានលក្ខណៈពិសេសម្យ៉ាងគឺយើងមើលថងកម្មវានឹងសួយគេហៅថាដូចបលាហ្នឹងនៅក្នុងហ្នឹងវាមិនមានប្រហោងហើយប្រហោងវានឹងគឺអាចបញ្ចេញសំឡេងឲ្យយើងស្ដាប់បាននៅពេលដែលយើងចង់ទៅចិត្តវាចឹងទៅនៅពេលដែលយើងចង់ទៅប៉ះវាហើយសត្វហ្នឹងវាប្រកាសជានឹងមកហត់នឹងព្រមមកហត់នឹងបុកយើងគឺវាអាចបញ្ចេញសំឡេងនឹងឲ្យយើងលឺហើយយើងចូលទៅដល់ចំណុចមួយទៀតគឺចំណុចទី2ដែលនិយាយពីជីវសាស្ត្រឬក៏ការរស់នៅរបស់សត្វកម្មប្រមាអញ្ចឹងសត្វកម្មប្រមាហ្នឹងរស់នៅក្នុងរោងដីនៃព្រៃគ្រប់ប្រភេទនិងក្បែរតំបន់កសិកម្មជានៅក្បែរតំបន់កសិកម្មវាជាប្រភេទសត្វដែលចិញ្ចឹមដោយវានឹងអាហាររបស់វាអត់សូវតម្រូវដូចជាសត្វដទៃតែវាអាចស៊ីបានអាហារគ្រប់បែបគ្រប់ប្រភេទដូចជាតកួនស្មៅដូចជាវាស៊ីសម្បករបស់រុក្ខជាតិអីជាដើមនឹងឯងហើយជាទូទៅសត្វកម្មប្រមាហ្នឹងគឺជាប្រភេទសត្វដែលចេញរកចំណីនៅពេលយប់ហើយនៅពេលថ្ងៃហ្នឹងគឺវាសង្ងំនៅក្នុងរោងរបស់វាដោយសារតែពេលយប់ហ្នឹងវាអត់មានមនុស្សឬក៏អ្នកបរបាញ់សត្វអីហ្នឹងដើរប្រមាញ់ទេអញ្ចឹងបានវាដើរចេញរកអាហារនៅពេលយប់ហ្នឹងឯងហើយចំណុចមួយទៀតគឺរបាយរស់នៅរបស់វានៅប្រទេសកម្ពុជាយើងក៏មានសត្វកម្មប្រមានឹងដែរជាសត្វហ្នឹងគឺជាប្រភេទសត្វដែលជាមធ្យមមានស្ទើរតែគ្រប់ទីកន្លែងហើយវារស់នៅក្នុងគ្រប់ប្រភេទនៃតំបន់អាស៊ីអាគ្នេយ៍ហ្នឹងឯងហើយប្រភេទសត្វនេះគឺវាងាយនឹងរងគ្រោះថ្នាក់ពីការបរបាញ់ដើម្បីដោយសារតែសាច់ហើយនឹងកាពះរបស់វាហ្នឹងគឺអាចយកទៅធ្វើជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងបានហើយនិយាយពីចំណុចមួយទៀតនិយាយពីរបបអាហាររបស់សត្វកម្មប្រមាអញ្ចឹងរបបអាហាររបស់វាផ្លាស់ប្ដូរទៅតាមរដូវកាលដោយរដូវកាលក្តៅអញ្ចឹងវាត្រូវការស៊ីរបបអាហារផ្សេងហើយត្រូវរដូវរងាត្រូវការស៊ីរបបអាហារផ្សេងនៅក្នុងរដូវរងាពួកវាស៊ីដូចជាសម្បកក្នុងដើមឈើហើយពេលវាស៊ីសម្បកក្នុងដើមឈើហ្នឹងវាស៊ីតែដើមឈើនឹងមួយឯងហើយដើមឈើនឹងនៅពេលដើមឈើនឹងងាប់បានវាផ្លាស់ទៅបដូរទៅដើមឈើមួយទៀតវាអត់មានចេះតែដើរស៊ីទៅពីទៅដើមឈើនេះមួយអត់ដល់ហើយទៅដើមឈើនឹងមួយទៀតទេវាស៊ីតតែដើមឈើនឹងងាប់មួយហើយបានវាទៅដើមឈើមួយទៀតហើយនៅរដូវកាលរីកឬគេហៅថារដូវក្តៅហ្នឹងវាផ្លាស់ប្ដូរទៅស៊ីស្មៅស្លឹកឬដើមរបស់រុក្ខជាតិអីហ្នឹងជាដើមហើយនិយាយពីការបន្តពូជរបស់វាក៏វាបន្តពូជទៅតាមរដូវកាលដែរនៅរដូវស្លឹកឈើជ្រុះនិងរដូវរងាហើយនៅពេលដែលពួកវាតាក់ទងគ្នាយ៉ាងល្អហ្នឹងដែលនៅពេលដែលពួកវារត់ឈ្មោលហ្នឹងគឺវាមានបញ្ចេញសូរសម្លេងតាមកម្មរបស់វាហ្នឹងអាហ្នឹងមានន័យថាគឺវាចង់នៅពេលដែលវាបញ្ចេញសម្លេងហើយនឹងនៅពេលដែលវាលេងកំសាន្តឯមួយគ្នាវាហ្នឹងមានន័យថាវាហ្នឹងគឺចង់បន្តពូជជាមួយគ្នាហើយការកម្មប្រមានៅពេលដែលបន្តពូជហើយនៅពេលដែលវាមានផ្ទៃពោះហ្នឹងវាមានរយៈពេលទៅ205ថ្ងៃទៅ217ថ្ងៃវាប្រាប់ហាទៅនឹងមនុស្សដែរបើគិតជាខែ9ខែជាងឯងដូចមនុស្សបេះបិទតែម្ដងហើយក្នុងសត្វកម្មប្រមាមួយហ្នឹងវាពោះបានត្រឹមតែកូនពី1ទៅ4តែប៉ុណ្ណោះវាអាចលើសពីហ្នឹងបានទេដោយសារតែខ្លួនវាយ៉ាងទួចដែរហើយបើនិយាយពី
អាយុកាលរបស់សត្វកម្មប្រមាណនឹងវិញគឺវាអាចរស់បានអាយុធំ18ឆ្នាំហើយនៅពេលដែលវាអាយុពេញវ័យធំអាចបើហូរឈ្មោលហូរញីអីបានហ្នឹងគឺវាមានធំអាយុ2ឆ្នាំហ្នឹងហើយកម្មស៊ុយរបស់វាហ្នឹងគឺវានៅពេលដែលវាចាក់ដូចថាដូចមានសត្វឆ្កែមួយចឹងនៅពេលដែលវាចង់មកទៅវាបហាសត្វកម្មប្រមាណហ្នឹងណានៅពេលដែលទៅដល់ចិត្តវាគឺវាប្រកាសជាបើកកម្មរបស់វានឹងឡើងស្ងាយឡើងពេញខ្លួនវានឹងតែម្ដងដើម្បីការពារខ្លួនវាហើយនៅពេលដែលសត្វឆ្កែនឹងទៅប៉ះនឹងកម្មរបស់វានឹងកម្មនឹងប្រកាសជាបោចេញពីខ្លួនវាហើយទៅទុំជាប់នឹងសត្វឆ្កែហើយដែលធ្វើឲ្យសត្វឆ្កែនឹងមានការឈឺចុកចាប់ដោយសារតែកម្មនឹងវាក៏មានពឹសផងដែរដូច្នេះការបញ្យល់របស់ខ្ញុំបានបញ្ចប់បើអ្នកទាំងអស់គ្នាស្ងល់អាចសួរខ្ញុំបាន